វីដេអូថ្ងៃនេះខ្ញុំមកចែកម្លែកអ្នកនរគ្នាពីវិធីសាស្ត្រក្នុងការព្យាបាលនិងការពារជំងឺចេញជ័រលើដើមនិងស្លឹកអុចឬក៏មែកទូចនៃអឺចុងមែកហ្នឹងគឺវាងាប់ដែលយើងហៅថាជំងឺ canker អញ្ចឹងអ្នកគ្នាអាចមើលនៅក្នុងរូបនឹងបានថាក្រូចអ្នកគ្នាមានចេញអាការៈបែបហ្នឹងអត់ចឹងណាហ្នឹងហើយអញ្ចឹងអឺជំងឺហ្នឹងគឺយើងហៅថាជំងឺ canker ដែលជាធម្មតាវាធ្វើឲ្យដើមរបស់ក្រូចយើងមានជ័រចេញមកថ្លាឬក៏ពណ៌រាងអាចថាចេញពណ៌រាងដូចទឹកដោះគោឬក៏ចេញខៀវតិចហើយនឹងស្លឹកមានអុចទូចហើយនឹងចុងស្មែកហ្នឹងគឺវាមានងាប់ឬក៏មួយទៀតវាអាចឆ្លងទៅដល់ផ្លែផងដែរអញ្ចឹងជាបទពិសោធន៍របស់ខ្ញុំតែម្ដងគឺខ្ញុំប្រើនៅពពួកថ្នាំCopper Hydroxide ដែលវាជាថ្នាំសម្រាប់ត្រូវជាមួយនឹងជំងឺ canker នឹងតែម្ដងអញ្ចឹងដល់ពេលដែលយើងឃើញក្រូចរបស់យើងកើតជំងឺបែបហ្នឹងហើយយើងអាចប្រើប្រាស់នៅថ្នាំCopper Hydroxide ហ្នឹងបាញ់នៅលើគ្រប់ផ្នែកទាំងអស់នៃក្រូចរបស់យើងបានមិនថាដើមមិនថាស្លឹកឬក៏ចំពោះគល់ដែលចេញជ័រហ្នឹងក៏ដោយហើយមុនពេលដែលយើងធ្វើការបាញ់ថ្នាំយើងត្រូវកាត់ចោលនៅស្លឹកឬក៏មែកទូចដែលបានកើតជំងឺនឹងសិនមុននឹងយើងបាញ់ថ្នាំហើយថ្នាំយើងអាចបាញ់មួយអាទិត្យឬក៏10ថ្ងៃម្ដងចំពោះថ្នាំនេះខ្ញុំអត់លើកទឹកចិត្តឲ្យអ្នកនរគ្នាបាញ់លាយជាមួយនឹងថ្នាំផ្សេងទេអ្នកនរគ្នាអាចបាញ់ឆ្លាស់គ្នាជាមួយនឹងថ្នាំផ្សេងបានថ្នាំនេះគឺជាប្រភេទថ្នាំដែលបាញ់ទៅគឺវាព្យាបាលផងនិងការពារកុំឲ្យជំងឺនឹងគឺវារីករាលដាលទៅមែកឬក៏ស្លឹកផ្សេងទៀតអញ្ចឹងហើយអ្នកនរគ្នាដល់ពេលដែលក្រូចរបស់យើងដែលកើតជំងឺ canker នឹងហើយយើងអាចបាញ់ថ្នាំនេះទៅធ្វើឲ្យស្លឹកឬក៏មែកដែលកើតនឹងគឺវាត្រឡប់មកស្អាតវិញបានទេគឺវាបាញ់ទៅគ្រាន់តែព្យាបាលឬក៏ការពារនៅស្លឹកឬក៏មែកដែលដុះមកថ្មីហ្នឹងឲ្យវាមានសុខភាពល្អវាមិនអាចឆ្លងនៅជំងឺនឹងបានអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការចូលមើលជួបគ្នានៅវីដេអូក្រោយបាយបាយ